ផ្លូវចូលវត្តវិហារសសរ100ស្រុកសម្បូរខេត្តព្រះសីហនុនេះខាងមុខវត្តគឺខាងកើតនៃវត្តដល់ផ្លូវចូលហើយនេះយើងមិនមើលខ្លាំងវាទេព្រោះសាងសង់អ្វីថ្មីទៀតហើយក្នុងបរិវេណវត្តនឹងសាងសង់អីទេមកជិះហើយណាបាទសាងសង់ហើយខាងនេះគឺវិហារចាស់នេះហើយអូវិហារវត្តវិហារសសរ100នៃវត្តវិហារសសរ100បងប្អូនអត់ដែលស្គាល់មើលតាមរូបភាពនេះទៅហើយក៏បងប្អូនធ្លាប់ស្គាល់ហើយក៏នឹកអនុស្សាវរីយ៍ក៏មើលទៅនេះវត្តទៅវិញអត់មានផ្លូវទៅសូមស្វាគមន៍វត្តព្រះវិហារធំសសរ100បាទនេះសសរ100មើលទៅវត្តសសរ100បាទនេះជុំវិញបរិវេណវត្តបានចូលថតក្នុងវិហារទេគាត់ទៅខាងក្រៅទេត្រួសខ្លីខែបបង្ខែបវត្តសសរ100ខេត្តព្រះសីហនុវត្តវិហារសសរ100ខេត្តព្រះសីហនុស្រុកសម្បូរស្រុកកំណើតខ្ញុំនេះគឺខាងក្រៅវត្តមានទន្លេទន្លេមណ្ឌលកំសាន្តនេះកន្លែងកំសាន្តនៅខាងក្រៅវត្តនោះរមណីយដ្ឋានគេមើលរមណីយដ្ឋានក្រៅវត្តតិចនេះនៅលើកោះខ្សាច់ខែប្រាំងអញ្ចឹងគេធ្វើកញ្ចុះសម្រាប់មកលេងកំសាន្តចុះកំសាន្តនេះសម្រាប់តែខែប្រាំងទេខែឧស្សាហ៍អត់មានទេឡាយលំហែនៅលើកោះខ្សាច់ខាងនោះគឺត្រើយខាងនោះគឺគេហៅកោះរងាវមានកោះធំហើយវែងទៀតតាមបណ្ដោយទន្លេធំណាស់វែងណាស់នេះខាងមុខខាងក្រោយវត្តគឺទន្លេនេះក្នុងផ្លូវខាងក្រោយវត្តផ្លូវកំដៅទៅសាលាស្រុកសម្បូរខេត្តព្រះសីហនុសម្បូរនេះកន្លែងគេលក់របស់ហូបសម្រាប់ភ្ញៀវទេសចរបាទរបស់ហូបទីណាផ្លូវតាមមាត់ទន្លេខាងត្បូងវត្តសសរ100នៅខាងមុខនេះមានផ្សារស្រុកសម្បូរនិងសាលាស្រុកសម្បូរ